ទៅដល់មនុស្សទាំងឡាយណាដែលបានសិក្សាបានស្វាធ្យាយបានរៀនសូត្រហើយយកទៅអនុវត្តយកទៅគោរពយកទៅប្រតិបត្តិនៅក្នុងសាសនៈសុភាសិតនេះគោលការណ៍របស់ក្រសួងធម្មការនិងសាសនាលោកបែងចែកជា3ថ្នាក់មានថ្នាក់ត្រីមានថ្នាក់តោមានថ្នាក់ឯកសម្រាប់ឲ្យសមណសិស្សក្នុងពុទ្ធសាសនាដែលរៀនធម្មវិន័យលោករៀនសូត្រឲ្យលោកប្រឡងយកសញ្ញាបត្រអញ្ចឹងឆ្នាំទី1ហ្នឹងគេរៀនថ្នាក់ត្រីឆ្នាំទី2រៀនថ្នាក់តោនិងឆ្នាំទី3គេរៀនថ្នាក់ឯកឥឡូវនេះអាត្មានឹងលើកត្រង់មេរៀនថ្នាក់ត្រីហើយក្នុងវគ្គដំបូងហៅថាអត្តវគ្គនិយាយពីខ្លួនដែលពាក្យនេះជាពាក្យអប់រំទូមានព្រានបដៅក្នុងពុទ្ធសាសនារបស់យើងព្រះអង្គសម្ដែងថាអត្តាហវេจิตังសាយោការឈ្នះខ្លួនឯងជាការប្រសើរនឹងព្រះអង្គអ្នករៀនធម្មវិន័យប្រឡងធម្មវិន័យអីស្ដាប់ទៅល្អអត្តាហវេจิตังសាយោអត្តាប្រែទទួលខ្លួនហើយจิตังនឹងប្រែថាឈ្នះសាយៈនឹងប្រែថាប្រសើរហវេនឹងជាងអញ្ចឹងក្នុងសេចក្តីនេះលោកប្រែមកថាការឈ្នះខ្លួនឯងជាការប្រសើរជាងអត្តាហវេจิตังសាយោជាញោមថាតិចមកឲ្យរត់មាត់កុំឲ្យមាត់នឹងនឹកឃើញតែអាហារពេកដល់មកលោកអត់ឲ្យយកឈ្នះលើដៃលើជើងលើអាការៈទាំងអស់ហ្នឹងទេអាហ្នឹងមិនបាច់យកជ័យជំនះទេមិនបាច់ចង់ឈ្នះទេញោមខ្លះចង់ឈ្នះមួយរាងកាយដែលចាស់រាងកាយដែលឈឺចង់ឈ្នះណាឲ្យតែអាយុចូល30តិចហើយចាប់ដើមមកតិចបណិតមើលជ្រួញបណិតមើលជ្រួញកន្លែងណាឆ្លោះកញ្ចក់បណិតមើលស្កៅកន្លែងណាដកចេញអញអន់កន្លែងណាខ្លះចង់កាយចង់កុនចង់ថែមដើម្បីកុំឲ្យវាចាស់ពេកពេលអូស Facebook ទៅឃើញ page ខ្លះគេថាមានថ្នាំកែសម្ផស្សមានផលិតផលកែសម្ផស្សបងប្អូនស្ត្រីណាចង់ក្មេងជាងវ័យអញ្ជើញមកហាងខ្ញុំមកទៅចង់ក្មេងជាងវ័យរបស់ខ្ញុំ47ហើយឥឡូវនេះមុខដូចចាស់ហើយចង់បានធំសានទៅគេសាមើលទៅចង់ឈ្នះទៅវាអត់បាន30វាមានខ្លះទៅកុនលើដើម47កែកុនចុះឡើងដូចមុខឡើងចង់ដូចបីសាច់នោះវិញខ្លះទៅកាត់ស្បែកចើមកាត់ស្បែកពណ៌ថែមកដោងចំោះចាក់បូមមាត់ចាក់អីយូរទៅរីស្គួយនឹងចង់ឈ្នះរឿងធម្មជាតិរឿងការប្រែប្រួលនៃរាងកាយមិនបាច់ចង់ឈ្នះទេយកមិនឈ្នះឡើយរឿងចាស់រឿងឈឺរឿងស្លាប់នេះគ្មាននរណាយកជ័យជំនះបានទេណាញោមណាតែក្នុងខ្លួនរបស់យើងមានចំណុចដែលយើងត្រូវយកឈ្នះបានដែលលោកពោលថាឈ្នះខ្លួនឯងគឺឈ្នះចិត្តអ្នកញោមចុះចិត្តដឹងថៃបើចាំបាច់ត្រូវយកឈ្នះហើយរហូតដល់ពុទ្ធព្រះអង្គទ្រង់សរសើរថាជាជ័យជំនះដល់ប្រសើរនេះឈ្នះចិត្តអាក្រក់ហ្មងញោមព្រោះចិត្តមានចិត្តល្អមានចិត្តអាក្រក់អញ្ចឹងចិត្តល្អមិនបាច់យកឈ្នះឲ្យទៀតទេដឹងតែល្អហើយតែចិត្តដែលត្រូវយកឈ្នះគឺចិត្តអាក្រក់ចិត្តអ្មេចចិត្តអាក្រក់បើកូនជួយប្រាប់តិចមកចិត្តអាក្រក់ចិត្តមិនចិត្តខ្មៅចិត្តអន្តេរថៃចិត្តសាហាវខូខើហើយក៏ចិត្តពឹសពុលណែចិត្តមានច្រើនញាតិញោមតាំងចិត្តនមស្ការប្រតនត្រ័យទាំងអស់គ្នារីកេរិយានមាសការថ្វាយបង្គំនៃខ្ញុំព្រះករុដល់ព្រះដ៏មានព្រះភិយអង្គនាំព្រះអង្គជាព្រះអរហន្តដ៏ប្រសើរនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានចាណាប្រដៅព្រះអរឡាយ
ខ្ញុំប្រកាសណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះជន្ម3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពជ្រះថ្លាសូមនមស្ការព្រះអង្គលោកសូមស្នាមឆ្វេងត្រីសង្ឃថ្នាក់ដឹកនាំវត្តគ្រប់ព្រះអង្គរាប់អានព្រះអង្គសម្មាសិទ្ធវត្តប្រាសាទពេញខ្មៅនិងសូមចម្រើនពររាប់អានចំពោះញោមញាតិពុទ្ធបរិស័ទទាំងអស់បានជួយមកបំពេញបុណ្យនៅវត្តប្រាសាទពេញខ្មៅថ្ងៃពហុ14រោចខែប្រគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី27ខែមីនាឆ្នាំ2025ថ្ងៃនេះញាតិញោមម្ចាស់ចង្ហាន់គឺញោមញាតិខាងស្វាយទៀបស្រុកចកាលើខេត្តកំពង់ចាមដឹកនាំដោយញោមកាំងឆេងហឿននិងញាតិមិត្តធម៌ទាំងអស់ហើយមានញាតិញោមពុទ្ធបរិស័ទជើញមកពីរាជធានីភ្នំពេញក្រុមគ្រួសារលោកគួរជាហួរនិងភរិយានិងបងប្អូនទាំងអស់រួមជាមួយនឹងពុទ្ធបរិស័ទជើញមកពីខាងភូមិយេឡឃុំត្រាំកក់ស្រុកត្រាំកក់ខេត្តតាកែវបាសិកាបាសក់ទឹកហៀងបាសិកាអ៊ុចងឹមហៅលោកយាយពៅអ្នកយាយឡហ្នឹងគឺជួយផ្សារនឹងខ្មៅច្រើនឆ្នាំហើយនឹងញាតិញោមជើញមកពីខ្សាច់កណ្ដាលទាំងអស់គ្នាញាតិញោមខាងភ្នំពេញមានញាតិញោមខាងស្វាយរៀងជើញមកនាំយកទៅយទានបច្ច័យចង្ហាន់យកមកប្រទានព្រះសង្ឃឥឡូវនេះដោយសេចក្តីជ្រះថ្លារបស់ញាតិញោមខាងស្វាយទៀបខាងខេត្តកំពង់ចាមចង្ការលើចង់ស្ដាប់ធម៌ទេសនាហើយញាតិញោមអ្នកក្រៅពីហ្នឹងអត់ចង់ទេអ្នកគៀនស្វាយខ្សាច់កណ្ដាលអីចង់ដែរណាបើចង់ស្ដាប់អស់គ្នាទៅអ្នកភូមិយាយឡអីទៅអស់ហ្នឹងយាយឡនៅនោះខាងនោះអញ្ចឹងក្នុងពេលនេះដើម្បីឆាប់បានញាតិញោមប្រសាបាយអាត្មាមុននឹងលើកពធមកសម្ដែងអាត្មាចង់យកពេលវេលានេះចម្រើនពរតកតងទៅនឹងកម្មវិធីបុណ្យពំពោះកុលបុត្រព្រោះប្រហែលថ្ងៃនេះមានញាតិញោមសួរច្រើនពីកម្មវិធីបុណ្យញោមខ្លះដឹងថ្ងៃហើយប៉ុន្តែមិនដឹងថាថ្ងៃទី5ធ្វើអីថ្ងៃទី6ហ្នឹងធ្វើអីអញ្ចឹងកម្មវិធីបុណ្យប្រព្រឹត្តទៅនៅថ្ងៃទី5ទី6ខែមេសាឆ្នាំ2024-25នៅប្រហែលថ្ងៃទៀតទេហើយសម្រាប់កម្មវិធីថ្ងៃចូលគឺត្រូវថ្ងៃទី5វេលាម៉ោង1ហ្នឹងជួបជុំមេដាបេដានាគទាំងអស់ទាំងចិត្តទាំងឆ្ងាយហើយត្រៀមលក្ខណៈដើម្បីដង្ហែនៅម៉ោង2ឬ2កន្លះតាមជាក់ស្ដែងបើក្តៅអានឹងអាចរៀងម៉ោង2កន្លះហើយទៅហើយក្រោយពីដង្ហែចប់គឺដង្ហែជុំវិញវត្តចេញពីហ្នឹងទៅខាងជើងលបងវត្តហើយចូលពីមុខមកវិញឡើងលើសាលាតែម្ដងពេលឡើងលើសាលាហើយរៀបចំសូត្រមន្តហើយសម្ដែងធម៌ទេសនាទេសនាមានទាំងអាត្មាជាចារិកាវត្តហើយនឹងធម្មកថាសម្ដែងសម្ណាលជាមួយញាតិញោមពុទ្ធបរិស័ទចិត្តឆ្ងាយពីសំណាក់លោកគ្រូបណ្ឌិតជួនកកដានៅក្នុងពេលរសៀលណាញោមណាបន្ទាប់ពីចង់សម្ដែងធម៌ទេសនាទៅញាតិញោមភាសាបបហើយនឹងពិធីប្រពៃនេះគឺធ្វើថ្មិញប្រពៃលក្ខដល់នាគអាហ្នឹងកម្មវិធីពេលល្ងាចហ្នឹងប៉ុណ្ណឹងលុះព្រឹកឡើងថ្ងៃអាទិត្យទី6ខែមេសាឆ្នាំ2025ព្រលឹមឡើងប្រសង់ឆាន់បបរព្រឹកឆាន់ព្រឹកហើយគឺប្រហែលជា7ឬ7កន្លះនឹងរៀបចំក្បួនដង្ហែនាគបតិសិនជុំវិញព្រះវិហារដើម្បីចូលទៅកាន់ព្រះវិហារនិមន្តព្រះឧបជានិងព្រះមន្ត្រីសង្ឃដើម្បីពំពោះនាគហើយពំពោះមិនមែនពោះតែសាមណេរទេមានឧបសម្បទាដល់ភិក្ខុផងហើយក្រោយពីបួសហើយគឺរៀបចង្ហាន់ត្រង់ប្រគេនព្រះសង្ឃ
ហើយឆាន់ត្រង់ហើយចប់ហើយញោមទៅផ្ទះចុះនៅតែអាត្មាទេនៅគិតគូថ្លៃស្បង់ចពថ្លៃចំណាយថ្លៃអីណាញោមណាហើយក្រៅពីនោះបន្តទៅមុខទៀតអ្នកដែលបួសហើយទាំងប្រមាណនៅជាមួយអាត្មាហើយឆាន់ធម្មតាណាញោមណាមួយថ្ងៃពីរពេលធម្មតាអញ្ចឹងនេះគឺកម្មវិធី9កលបុត្រនៅថ្ងៃខាងមុខនេះក៏ចម្រើនពរញាតិញោមតាមเพจតាម YouTube ឲ្យបានជ្រាបក្រែងបើមានសទ្ធាចង់អញ្ជើញមកចូលរួមអញ្ជើញមកថ្ងៃទី5ក៏បានឬក៏អញ្ជើញមកថ្ងៃទី6ពេលព្រឹកក៏បានបើមកថ្ងៃ5មកចូលរួមកម្មវិធីបើពេលព្រឹកមកដែរគឺឲ្យដល់ល្ងាចអាហ្នឹងបានប្រពកម្មវិធីហើយបើបានមកតាំងពីថ្ងៃទាំងថ្ងៃ5ទាំងថ្ងៃទី6តែម្ដងក៏រឹងរឹតតែល្អនឹងដើម្បីបានចូលរួមបំពេញបុណ្យជាមួយគ្នាហ្នឹងពីកម្មវិធីបុណ្យបួសហ្នឹងប៉ុណ្ណឹងហើយក៏ចង់អរគុណណាស់ដល់ញោមញាតិទាំងអស់មិនថាក្នុងប្រទេសមិនថាក្រៅប្រទេសមិនថាញាតិញោមមិនថាជាមិត្តភ័ក្តិរបស់ខ្ញុំកណាអាត្មាដែលក្រោយពីលោកគ្រូបណ្ឌិតជួនកកដាលេចាកសិក្ខាបទទៅគឺមានការព្រួយបារម្ភចំពោះខ្ញុំកណាអាត្មាចំពោះញាតិញោមគាត់ខលមកឆាតមកលើកទឹកចិត្តជាគុណអើយកុំគិតច្រើនចាប់តាមដល់វគ្គមានគេលួងអាត្មាកុំគិតច្រើនពេកធ្វើម៉េចមានជួបមានបែកទៅយូរទៅឌូកំសត់ដែរតើអាត្មាមានជួបមានបែកជារឿងធម្មតាដែលគុណកំបាក់ទឹកចិត្តដែលគុណតស៊ូឡើងសូមឲ្យដែលគុណរឹងមាំអាត្មាគិតអាត្មាក៏មានសំណាងជាងEEខ្លះផងEEខ្លះប្តីលែងទៅបាត់ឈឹងទៅអត់មានណាគេតែលួងចិត្តទេណាអាត្មាមានញាតិញោមច្រើនណាខលមកលួងចិត្តផងមកលើកទឹកចិត្តផងឲ្យកម្លាំងចិត្តហើយមានឆាតផងអីផងច្រើនណាក៏ច្រើនហើយបើមិត្តភ័ក្តិវិញមិនថាប្រសង់នៅស្រុកខ្មែរឬក្រៅប្រទេសទេខ្លះគេចំអគេមេសេចមកពុទ្ធាអើយមិនហើយជីវិតមិនហើយជីវិតមិនម៉ាយមិនដែរកាលមុនធ្លាប់មានគូឥឡូវអស់គូហើយមិនដែររត់រួយទេជីវិតមានអ្នកផ្លែផ្កាអញ្ចឹងទេគេថាអាត្មាហ្នឹងមិនម៉ាយឥឡូវហ្នឹងទាំងប្រសង់ទាំងញាតិញោមឯងសាដឹងហ្នឹងដឹងថាអាត្មាពីរហ្នឹងដូចប្តីដូចប្រពន្ធនោះហើយគេចេះបង្អាប់គេចេះបង្អាប់ថាអាត្មាហ្នឹងដូចប្រពន្ធទៅលោកគ្រូបណ្ឌិតជួនកកដាហ្នឹងដូចប្តីហ្នឹងទៅដល់គេសឹកទៅគេថាអាត្មាហ្នឹងម៉ាយបរោហើយគេចេះឡោលើទៅថាមិនទៅជីវិតណាឥឡូវហ្នឹងវាចូលដល់វគ្គកំសត់ខ្លួនឯងហ្នឹងឯងបាទលោកចេះតែលេបខាយចេះតែលេងសើចហ្នឹងណាញោមណាបាទហើយថាពុទ្ធិឯងឥឡូវនេះរែកផងទូលផងកដៀតផងអូសផងដំណាក់ឯងហើយខំប្រឹងមែនតែននឹងគេបង្អាប់ហើយគេលើកទឹកចិត្តយើងណាញោមណាអញ្ចឹងអរគុណណាស់ញាតិញោមបានយកចិត្តទុកដាក់លើកទឹកចិត្តឲ្យកម្លាំងចិត្តហើយមិត្តភ័ក្តិទាំងអស់ទាំងប្រសង់ក្តីទាំងលាចាកសិក្ខាបទទៅក្តីនៅក្នុងប្រទេសក្រៅប្រទេសដែលព្រួយបារម្ភតែមិនអីទេណាញោមណាអាចប្រព្រឹត្តទៅបានប៉ុណ្ណាក៏យកប៉ុណ្ណឹងព្រោះវត្តប្រាសាទនាងខ្មៅលោកគ្រូជួនកកដាលាចាកសិក្ខាបទទៅនៅប្រសង់ដែលមានសមត្ថភាពច្រើនព្រះអង្គទៀតបន្ទាប់ពីអាត្មាទៅមានគ្រូសូត្រស្ដាំមានគ្រូសូត្រឆ្វេងមានប្រធានការិយាល័យសិក្សាមានព្រះលេខាវត្តមាននាយកប្រតិបត្តិវិទ្យុហើយមានមេកតអនុកតការកសង្ឃហើយនឹងគ្រូបង្រៀននៅច្រើននៅច្រើនសម្រាប់ជួយគ្នាហើយលោកគ្រូជួនកកដាក៏អត់ទៅណាដែរគឺនៅជាមួយគ្នានឹងដដែលអញ្ចឹងអាចប្រព្រឹត្តទៅបានហើយក៏អរគុណចំពោះក្តីបារម្ភរបស់ព្រះគុណចាស់គ្រប់ព្រះអង្គញោមញាទាំងអស់គ្នាដែរនឹងចម្រើនពរប៉ុណ្ណឹងហើយលើកយកធម៌បន្តិចទេណាដើម្បី
ban chỉ thầm tiền tam dịch đây chỉ đặt la bao nhiêu nhiệt mà lượng nâu sự phê sạch đại ban bố tộc là không sự thơ xa sẵn nạ sự phê sạch biệt thà xa sẵn nạ sự phê sạch cắt chỉ bị bọt xa sẵn nạ mới bọt nắng sự phê sạch mới bọt bây giờ xa sẵn nạ đấy prai tam trường sạch từ xa và lấy mầm bì xa sạch thiệt giúp phải chay prai thà tầm bồ miên priên bật đầu sốc phía sắc ban này thật bia đang là o mầm bì sốc bọc bát phía sạch thiệt prai thà bô là o chẳng bia để bô đang là o đại bậc bậc tớ được không đấy ọp rùm từ xa xa nạn nâng ạ tầm bay tu miên tầm bay priên bật đầu tầm đo mà nôn tầm lại ná đại ban sạch xa ban soạt xie ban riêng sầu hãy do tớ ăn được quá do tớ cổ rốt do tớ ban đại bạc mà không xa xa nạn sự phê sạch đấy cô ca là bó cổ xuông thăm mà ca được sạch ná lô bay chay chỉ bay thân nặng miền thân nặng trái miền thân nặng tố miền thân nặng ai sầm ráp nói sạm mà nặng sắc không có cột sạch nà để riêng thom ở bên đấy lộc riêng sâu thấy lộc của lón dọc sửa nhà bạc trong năm thì mùi nắng kể riêng thân nặng trái năm thì pí riêng thân nặng tố nửa năm thì bay kể riêng thân nặng ai lâu nít mà nửa lơ trăng mề riêng thân nặng trái hãy không vẹn được bốn hào thá ăn tập vẹn thì dễ bị luôn đây tiện đi chỉ biết ọp rung tu miên bên bậc nào không có cốt sát na là bao nhiêu và ông sầm đai thà ta hạ về chỉ tăng xa giàu ca chân ra luôn ái chỉ cá và xài nâng bà ông đã riêng thăm ở bên đây bà long thăm ở bên đây ấy đạp tới là o ta hạ về chỉ tăng xa giàu ta prai thật tổ luôn hãy chỉ tăng nó prai thật nè sai dạ nó prai thá rõ xa hạ về nó chìm chẳng không sẽ đây đấy lâu prai mà thả cá chân nè luôn ái chia cá rõ xa chìm ta hạ về chỉ tăng xa giàu chỉ nhóm tha thì mới ở rốt mọt còn oi mọt năng được thời ta hà với đòn màu heo vậy ta hạ về chị tăng xài giàu cho nên luôn ấy chia cá và xào chiềng chẳng ở lâu không ăn tờ vẹn đấy lâu để dễ bị rướng cho nên luôn ấy lập bay ở đông thật cai cho nên luôn ấy nâng và xào và phần ná dương cọp bấy score luôn sẵn ở vậy tức luôn vì sao bà lấy hào thá ạc tạc tam sao bà sao bà lấy mong bị ạc tệ thiệt prai là thom về chiếc chỉ khương tùm bia si nó bị ạc tạc nó prai là luôn nó nhôm ná nó không ni đang lúc là prai son là mắc ơi xả đây ra riêng cai bao dương tăng vì các ba rồi hốt đo trong trường nó lúc ơi chúng có hào thả ạc tạc prai thật tù luôn mong bị ạc tệ thiệt prai thật tùm bia si chắc tùm bia si nó ấy tù luôn nâng sọc hành chắc tục hành chắc ạc tệ tế kha tệ tế tế tà bọt vào cả hạt thom mà chiết ở ná đại tùm bia si nào sọc phóng nào tục phóng thom mà chiết nó ở chúng háo thá tá cứ luôn này không này đấy ta đấy sầm đau lơ chặt đây là sai đâu không mà ha phu tử nâng ai chặt đi soi sọc phóng soi tục phóng đội nhôm khá bê để miên sẽ đây tục crop sẵn cọt tuôn kia tục mùi hai tục mùi tiết rồi chắc có ba chặt đào có ba chặt đó ngay nhôm cố là ôi cho luôn anh ơi mấy tờ tục ấy tục mê mà chẳng nhôm tục ấy tục mê luôn anh ơi rừng muối cho rừng muối tới tam bất bờ dây bị tua luôn dương đấy chỉ thom mà chết ở đông ấy tổng
អត់ដឹងទេខ្លួនហ្នឹងអត់ដឹងទេអត់ដឹងថាសក់អីបន្ទប់យ៉ាងម៉េចអត់ទេប៉ុន្តែនេះមានចិត្តអ្នកញោមមានចិត្តមានវិញ្ញាណអាស្រ័យនៅនឹងឯងបានញោមចិត្តថាខ្ញុំក៏ទុកអីទុកម៉ែតាមពិតដៃក៏មិនមែនទុកខ្លួនយើងមកតួខ្លួនជើងក៏វាអត់ដឹងថាវាទុកអត់មានទេអត់មានដឹងទេតួខ្លួនដែលយើងសន្មត់ទៅលើរូបធម៌មានអាការៈទាំងឡាយមានសក់ជាដើមពាក្យថាកាយហ្នឹងគឺដោយន័យថាប្រទេសជាទីដោះឡើងនៃអាការៈទាំងឡាយមានសក់ជាដើមហៅថាកាយអញ្ចឹងកាយយើងហ្នឹងលោកសន្មត់ថាតួខ្លួនតែដល់ពេលចង្អុលឲ្យចំខ្លួនតែម្ដងអុលអត់ចំទេដូចញោមថាឡើយនោះគឺជាផ្ទះខ្ញុំដល់ពេលគេឲ្យចង្អុលទៅឲ្យដល់ផ្ទះឲ្យចំផ្ទះកន្លែងណាផ្ទះចង្អុលចំពីកន្លែងយើងឡើងអានឹងចំកម្មយតាចង្អុលចំកន្លែងបាំងជុំវិញអានឹងប៉ះអញ្ចាំងចង្អុលចំអាមូលអានឹងសសរផ្ទះចង្អុលចំអាតតឹងអានឹងភ្នំឃើញទេញោមអញ្ចឹងផ្ទះកន្លែងណាផ្ទះហ្នឹងគឺសន្មត់រួមទាំងអស់អញ្ចឹងពាក្យថាអត្តាគឺតួខ្លួនក្នុងទីនេះនឹងសំដៅលើរាងកាយទាំងអស់របស់យើងហ្នឹងទាំងកេសាលោមានអខាតនតាតចោរហូតដល់ចិត្តដែលអាស្រ័យនៅក្នុងមហាភូតរូបហ្នឹងគឺរាងកាយហ្នឹងអញ្ចឹងចិត្តហ្នឹងឯងដែលលោកសន្មត់ថាជាតួខ្លួននៅក្នុងនៃបកាថាហ្នឹងហើយលោកឲ្យយើងស្វែងរកនៅជ័យជំនះក្នុងខ្លួនរបស់យើងអត់ឲ្យស្វែងរកជ័យជំនះពីខាងក្រៅទេព្រោះលោកពោលថាការឈ្នះខ្លួនឯងប្រសើរជាងអញ្ចឹងអត់សំដៅលើឈ្នះអ្នកដទៃទេមនុស្សយើងចង់ឈ្នះគេមិនចឹងញោមចង់ឈ្នះសត្រូវដែលធ្លាប់បៀតបៀនដល់យើងចង់ឈ្នះអ្នកចិត្តខាងដែលធ្លាប់មើលងាយយើងចង់ឈ្នះបងប្អូនបកើតខ្លួនឯងកើតពីតៃម្ដាយតែមួយក៏ចង់ឈ្នះដែរមើលរៀនកុំឲ្យចាញ់អាបងហ្នឹងមករកស៊ីកុំឲ្យចាញ់អាបោហ្នឹងមើលអញអត់ចោះចាញ់ទេកុំខ្លាំងមួយអញទេណាលើកខ្លួនខ្លាំងហើយដើម្បីយកជ័យជំនះលើគេអ្នកណាក៏ដោយឲ្យតែមកប៉ះពាល់អញចោះចាញ់ទេមនុស្សអញនេះមិនដែលចេះចោះចាញ់ជាមួយណាឡើយឈ្នះរហូតតែណាញោមមានអ្នកខ្លះណាដោយសារតែការចង់ឈ្នះនេះចង់ឈ្នះរហូតដល់ម៉ែឪបកើតខ្លួនឯងទៀតហ៎មិនខ្វះទេអ្នកប្តឹងម៉ែប្តឹងឪឡើងតុលាការមកកណោហេតុអីបានប្តឹងចង់ឈ្នះហើយដល់ឈ្នះអ្នកណាឈ្នះព្រះខ្លួនឯងឃើញទេញោមចង់ឈ្នះអ្នកមានគុណខ្លួនឯងប្តឹងម៉ែប្តឹងឪរឿងកេររឿងអកលរឿងទ្រព្យរឿងសម្បត្តិអីចឹងទៅដោយយកសំអាងហេតុផលច្បាប់យ៉ាងនេះច្បាប់យ៉ាងនោះទោះបីឈ្នះក៏ដោយទោះបីចាញ់ក៏ដោយចុងក្រោយធ្វើជាសត្រូវជាមួយម៉ែឪខ្លួនឯងបកើតមិនចឹងញោមឈ្នះម៉ែចាញ់មែនប៉ុន្តែយើងបានពៀបានវិរិយឬក៏ចាញ់ម៉ែខ្លួនឯងក៏ដោយក៏នៅតែឆ្លោះតោះតែថ្ងៃក្រោយលែងនិយាយរកម៉ែខ្លួនឯងអញ្ចឹងការឈ្នះទាំងអស់ហ្នឹងណាព្រះពុទ្ធលោកអត់សរសើរទេហេតុដូចម្ដេចបានជាព្រះអង្គអត់សរសើរពីព្រោះការឈ្នះដោយអំណាចលោភៈក្តីទោសៈក្តីមោហៈក្តីចំពោះអ្នកដទៃទី1បាននៅពីវិរិយដល់ខ្លួនឯងវិញណាញោមណាទោះបីជាឈ្នះនរណាក៏ដោយបានពីវិរិយអ្នកចាញ់ដេកកើតទុកអ្នកឈ្នះបានសុខតែមានពីអូសប្បាយចិត្តតែត្រូវដឹងថាមានពីមានពីវិរិយចំពោះខ្លួនឯងនឹងចំណុចទី1ការឈ្នះអ្នកដទៃនេះរមែងបាននៅពីវិរិយបាននៅបាបកម្មទី2ការឈ្នះអ្នកដទៃបែបហ្នឹងឈ្នះបានតែមួយគ្រាទេថ្ងៃក្រោយមានឱកាសគេនឹងឈ្នះវិញគេប្រកាសជាយកឈ្នះយើងវិញយើងប្រកាសជាចាញ់គេវិញម្ដងអញ្ចឹងវាអត់មានថ្ងៃបញ្ចប់ទេឈ្នះទៅឈ្នះមកអញ្ចឹងនោះហើយវាមានតែរឿងអកុសលកើតឡើងទេវាអត់មានរឿងល្អណាកើតឡើងនៅក្នុងការឆ្លោះទាស់តែងហើយមានជ័យជំនះទាំងអស់ហ្នឹងទេតែព្រះពុទ្ធលោកឲ្យស្វែងរកនៅជ័យជំនះដ៏ប្រសើរគឺឈ្នះខ្លួនឯងឥឡូវញោមធ្វើម៉េចបានឈ្នះខ្លួនឯងមក
អញតោះណាចឹងដើម្បីឈ្នះខ្លួនឯងតើតែយើងយកនៅខ្លួនធ្វើជាសត្រូវរបស់ខ្លួនតែគាត់ហ្នឹងមិនអីទេអត់យល់ឲ្យយកខ្លួនធ្វើជាសត្រូវរបស់ខ្លួនហើយឲ្យយកជ័យចំណេះលើខ្លួនឯងអញ្ចឹងតើតែច្បាំងមួយខ្លួនឯងយកដៃស្ដាំវាយជាមួយដៃឆ្វេងយកជើងស្ដាំទាត់ជាមួយជើងឆ្វេងយកត្រចៀកស្ដាំទាត់ជាមួយត្រចៀកឆ្វេងយកផ្នែកខាងស្ដាំមកសម្លឹងសម្លក់គ្នាមួយជាឆ្វេងយ៉ាងម៉េចហើយចាអាហ្នឹងវាមានគូកាន់ច្បាំងឲ្យចោះមាត់អត់មានគូគេទៅមកឆ្លោះមួយណាឥឡូវហុកណាញោមតើទៅម៉ែឥឡូវដើម្បីឈ្នះខ្លួនឯងអារឿងតួខ្លួននេះលោកអត់ឲ្យយកឈ្នះលើដៃលើជើងលើអាការៈទាំងអស់ហ្នឹងទេអាហ្នឹងមិនបាច់យកជ័យជំនះទេមិនបាច់ចង់ឈ្នះទេញោមខ្លះចង់ឈ្នះមួយរាងកាយដែលចាស់រាងកាយដែលឈឺអូចង់ឈ្នះណាឲ្យតែអាយុចូល30តិចហើយចាប់ដើមឲ្យតិចបណិតមើលជ្រួញបណិតមើលជ្រួញកន្លែងណាឆ្លោះកញ្ចក់បណិតមើលស្កៅកន្លែងណាដកចេញអញអន់កន្លែងណាខ្លះចង់កាយចង់កុនចង់ថែមដើម្បីកុំឲ្យវាចាស់ពេកពេលអូស Facebook ទៅឃើញ page ខ្លះគេថាមានថ្នាំកែសម្ផស្សមានផលិតផលកែសម្ផស្សបងប្អូនស្ត្រីណាចង់ក្មេងជាងវ័យអញ្ជើញមកហាងខ្ញុំមកទៅចង់ក្មេងជាងវ័យរបស់ខ្ញុំ47ហើយឥឡូវនេះមុខដូចចាស់ហើយចង់បានត្រឹម30ទៅគេសាកមើលទៅចង់ឈ្នះទៅវាអត់បាន30វាមានខ្លះទៅកុនលើដើម47កែកុនចុះឡើងដូចមុខឡើងចង់ដូចបីសាច់នោះវិញខ្លះទៅកាត់ស្បែកចើមកាត់ស្បែកពណ៌ថែមក្តោងច្រមុះចាក់បូមមាត់ចាក់អីយូរទៅរីកស្គួយនឹងចង់ឈ្នះរឿងធម្មជាតិរឿងការប្រែប្រួលនៃរាងកាយមិនបាច់ចង់ឈ្នះទេយកមិនឈ្នះឡើយរឿងចាស់រឿងឈឺរឿងស្លាប់នេះគ្មាននរណាយកជ័យជំនះបានទេណាញោមណាតែក្នុងខ្លួនរបស់យើងមានចំណុចដែលយើងត្រូវយកឈ្នះបានដែលលោកពោលថាឈ្នះខ្លួនឯងគឺឈ្នះចិត្តអ្នកញោមចុះចិត្តដឹងថៃបើចាំបាច់ត្រូវយកឈ្នះហើយរហូតដល់ពុទ្ធព្រះអង្គទ្រង់សរសើរថាជាជ័យជំនះដល់ប្រសើរនេះឈ្នះចិត្តអាក្រក់ហ្មងញោមព្រោះចិត្តមានចិត្តល្អមានចិត្តអាក្រក់អញ្ចឹងចិត្តល្អមិនបាច់យកឈ្នះឲ្យទៀតទេដឹងតែល្អហើយតែចិត្តដែលត្រូវយកឈ្នះគឺចិត្តអាក្រក់ចិត្តអ្មេចចិត្តអាក្រក់ដែលកូនជួយប្រាប់តិចមកចិត្តអាក្រក់ចិត្តអ្មេចចិត្តខ្មៅចិត្តអដេរថៃចិត្តសាហាវខូខើហើយក៏ចិត្តពឹសពុលណែចិត្តមានច្រើនណាស់ញោមញោមតែងតែនិយាយអ្នកណាបទុសរាយមេត្តាបៃតាបទុសរាយចំពោះអ្នកមានសិលគេហៅថាអានេះចិត្តសាហាវព្រៃផ្សៃខូខើសំបីតែម៉ែឪវាក៏វាបទុសរាយជាមួយដែរអ្នកណាចិត្តកំណាញ់មិនចេះឲ្យទៀនធម្មរិះត្បិតហ្នឹងនឹងចិត្តខ្មៅតែណាញោមចិត្តខ្មៅគ្មានចេះឲ្យអាណាមកជំរាកចិត្តច្រើនហើយចិត្តអីទៀតញោមមកចិត្តអីទៀតមួយទៀតគេហៅចិត្តអីចិត្តពឹសពុលចិត្តពឹសពុលគឺមនុស្សដែលសាហាវហ្មងងាកវាយងាកកាប់ងាកសម្លាប់អត់មានត្រាអត់មានបណ្ដៃយកថាគាត់នឹងចិត្តពឹសពុលហ្មងចិត្តពឹសពុលទៅបាបគេគ្មានអាសោគ្មានអាណិតគៀបសង្កត់ណាហ្នឹងចិត្តពឹសពុលនៅមានចិត្តអីទៀតចិត្តងក់ចិត្តងើចិត្តប្រកែតូចចិត្តប្រកែអន់ណាចិត្តច្រើនរំប៉ះញោមស្រីច្រើនមែនទេញោមណាប៉ះញោមស្រីច្រើនណាប្រកែងើកាលនៅក្មេងហ្នឹងមួយប្តីគេឈឺ2ថ្ងៃអត់ស្រួលខ្លួនគេអត់បានសួរហ្នឹងតូចចិត្តធ្វើមុខសពតពោហើយដល់គេរវល់ដល់គេមិនបានសួរចាប់ដើមអត់ឃ្លានបាយចាប់ដើមធ្វើខ្លួនសក់អាហ្នឹងគេហៅថាចិត្តងក់ចិត្តងើ
ដល់ពេលក្រោយមកទៀតមានកូនមានអីវ័យកាន់តែចាស់តូចចិត្តងើមួយកូនទៀតងក់ងើមួយកូនខិនតែកូនគេរវល់រស៊ីមិនសូវបានគិតមិនសូវបានគូនឹងងក់ងើមួមកកញៀវកញោហ្នឹងដឹងប៉ះញោមណាខ្លះទេហ្នឹងហើយសាចិត្តអាក្រក់ញោមចិត្តអាក្រក់ហើយញោមដឹងទេថាហ្នឹងចិត្តអាក្រក់ដឹងអត់នៅមានចិត្តចំណែនៅមានចិត្តចង់ឈ្នះនៅមានចិត្តគុំគួនអ្នកដតីប្រមាថការទៀនបន់ឲ្យគេវិនិច្ឆ័យបន់ឲ្យគេអន្តរាយទៀតណាញោមហើយយើងចេះតែរវល់រឿងចង់ឈ្នះមួយអ្នកចិត្តខាងអ្នកជាប់លបងផ្ទះយើងអ្នកក្នុងភូមិមួយយើងចង់ឈ្នះគេដោយសម្ដីជេរចង់ឈ្នះគេចង់ឈ្នះគេដោយជីវភាពចង់ឈ្នះគេទៅដោយនេះដោយនោះប្តឹងដល់ចង់ឈ្នះគេប៉ុន្តែភ្លេចសត្រូវខ្លួនឯងញោមភ្លេចសត្រូវគឺអាចិត្តអាក្រក់ដែរញោមចិត្តងក់ចិត្តងោចិត្តក្តៅចិត្តកាហាយចិត្តចងគំនុំគុំគួនចិត្តលោភលន់ចិត្តតូចចិត្តអន់ចិត្តអីហ្នឹងណាសាចិត្តអាក្រក់ទេណាញោមណាញាតិញោមនឹងឲ្យចិត្តអាក្រក់ដែលយើងទៅយកឈ្នះឲ្យបានហើយបើយកឈ្នះបានណាអត់មានថ្ងៃចាញ់វិញទេអត់មានថ្ងៃចាញ់វិញទេមានតែជ័យជំនះហើយជាជ័យជំនះដល់ប្រសើររួចផុតពីបាបប្រកម្មផងរួចផុតពីពាវិរិយផងរួចផុតអំពីសភាវៈអាក្រក់ផងហើយពុទ្ធព្រះអង្គទ្រង់សរសើរចំពោះបុគ្គលណាដែលឈ្នះខ្លួនឯងអញ្ចឹងញោមដូចញោមអញ្ចឹងបានអញ្ជើញមកដល់ហ្នឹងឈ្នះចិត្តអីឈ្នះចិត្តកំណាញ់ឈ្នះចិត្តកំណាញ់អាចិត្តកំណាញ់ហ្នឹងក៏ត្រូវយកឈ្នះដែរខ្លាចអស់ទ្រព្យខ្លាចអស់សម្បត្តិខ្លាចខាតពេលខ្លាចខាតវេលាទៅអីវត្តសាស្ត្រនឹងខ្មៅគ្មានកូននៅនឹងគ្មានចៅនៅនឹងមិនដឹងកូនអាណានៃផងលោកកកដាលោកធីហ្នឹងគេយកមកចិញ្ចឹមហ្នឹងទៅសាច់ឈាមអីឯងទៅអីមិនអាចទៅឃើញទេញោមទៅអីមានលុយណាក៏សហុយឡានហ្នឹងម៉ានម៉ឺនបាទហើយនៅទៅដល់មិនដឹងលោកគីអីខ្លះទៀតបុនបួសផងកសាងផងសង្ហាន់ផងទឹកលើងផងលោកអាពាតផង20ម៉ឺនដឹងគ្រប់អីគ្រប់ហើយចុះបើទុក20ម៉ឺនហ្នឹងយកចូលហាងស៊ី3នាក់ឆ្អែតឡើងប៉ោងពុះហ៎តែណែញោមទៅទឹកចឹងទៅអីមិនអាចទៅគ្មានកូនចៅសាច់ញាតិអញ្ចឹងអានេះចិត្តកំណាញ់អញ្ចឹងណាចិត្តកំណាញ់ខ្លាចអស់ទ្រព្យខ្លាចអស់សម្បត្តិតែដល់ពេលដែលយកឈ្នះបានគឺទៅអស់ខាតអីប៉ុណ្ណឹងជួយលោកកព្រាលោកអត់ម៉ែឪបានទៅថ្ងៃនេះយើងទៅស្អែកខាងស្អែកថ្ងៃក្រោយទៀតគេទៀតភ្លេចភ្លេចជា4 5ខែយើងទៅម្ដងទៀតដូចផ្លាស់វែងគ្នាជួយចិញ្ចឹមលោកទៅហើយឃើញពីប្រយោជន៍ពុទ្ធសាសនាមានអ្នកស្នងមរតកមានអ្នកជួយថែទាំឃើញល្អហើយយ៉ាងទៅណាបើយកល្អយកមកគិតមកធ្វើឲ្យចិត្តនឹងឯងលះក្តីកំណាញ់បានញោមអ្នកវល់គេដើរវល់គេអ្នកដែលញោមគេវល់ឆ្លើយអូខេលឿនបាត់មែនទេញោមណាចាទៅខ្ញុំបងអត់មានតែទៅយូរហើយណាទៅចង់ទៅយូរហើយគាត់ថាដាក់ថ្ងៃហើយមើលតែស្អែកត្រូវចេញណាយប់ហ្នឹងដេកអត់លក់ទេមែនទេញោមណាក៏ខ្លាចគេភ្លេចហៅហ្នឹងអញ្ចឹងនេះជាការឈ្នះខ្លួនឯងគឺឈ្នះចិត្តដែលអាក្រក់ចលេះតណ្ហាអីដែលនៅក្នុងខ្លួនហ្នឹងណាញោមណាក៏ទៅដល់យកគុណធម៌យកមកដាក់ក្នុងចិត្តទៅឈ្នះហើយប្រពុតលោកថាជាជ័យជំនះដល់ប្រសើរអនុមោទនាបានហើយកន្លះម៉ោងសេចក្តីធម៌ប៉ុណ្ណឹងចោះហើយអធិស្ឋានដែលលោកគ្រូបណ្ឌិតជួនកកដារត់អត់បាននៅវត្តបានជួបញាតិញោមទាំងអស់គ្នាព្រោះមានទុរៈនៅរាជធានីភ្នំពេញណាញោមណានឹងចឹងក៏ដឹងចោះការសម្ដែងធម៌ទេសនាសំគួរទៅនៅពេលវេលាប៉ុណ្ណេះឯងអេវ៉ាំងទេវាកន្តវានៃវេតយងសាពេលោកាំហេយេសាបានរញ៉ាំអោចំណាំងសាពេលផានតមនចេតសាទេ